ជំរាបសួរអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ខ្ញុំបាទមេមុតម្ដងទៀតអ្នកទាំងអស់គ្នាដឹងហើយថាខ្ញុំគឺជាសិស្សនិទេស A ម្នាក់ក្នុងចំណោមសិស្សនិទេស A ជាច្រើននៅក្នុងឆ្នាំ2024ហើយតើអ្នកទាំងអស់គ្នាដឹងទេថាការទទួលបាននៅនិទេស A យើងទទួលបាននៅអ្វីគេខ្លះហើយវាធ្វើឲ្យយើងមានអារម្មណ៍បែបណាខ្លះអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាថានិទេស A វាផ្ដល់ជាប្រយោជន៍អ្វីខ្លះដល់យើងហើយវាជួយដល់យើងបានអ្វីគេខ្លះអញ្ចឹងតាមដានទាំងអស់គ្នានៅក្នុងវីដេអូនេះនៅថ្ងៃដែលក្រសួងអប់រំលោកបានផុសនៅលទ្ធផលបាក់ឌុបឆ្នាំ2024ពេលហ្នឹងគឺខ្ញុំបានពិនិត្យមើលឈ្មោះខ្លួនឯងនៅក្នុងខេត្តសៀមរាបព្រោះការផុសរបស់ក្រសួងគឺផុសទៅតាមខេត្តមួយខេត្តលេខរៀងដែលក្រសួងត្រូវផុសអញ្ចឹងនៅពេលដែលខ្ញុំបានពិនិត្យឃើញថាខ្លួនឯងជាប់នៅនីតិ A អារម្មណ៍ពេលនោះគឺសប្បាយរីករាយហើយនឹងមានមោទនភាពចំពោះខ្លួនឯងហើយអ្វីដែលខ្ញុំទទួលបានដំបូងគឺភាពរីករាយសប្បាយចិត្តពីក្រុមគ្រួសាររបស់ខ្ញុំជាមួយនឹងលទ្ធផលមួយនេះហើយខ្ញុំក៏ទទួលបាននៅការលើកទឹកចិត្តពីសាលារបស់ខ្ញុំក្នុងនាមជាសិស្សនិទេស A ហើយនៅក្នុងការលើកទឹកចិត្តនោះមានទាំងថវិកាមួយចំនួនហើយនឹងបានសរសើរពីសាលាផងដែរនៅថ្ងៃទី22ធ្នូឆ្នាំ2025គឺខ្ញុំបានទទួលព័ត៌មានពីនាយកសាលារបស់ខ្ញុំដែលគាត់ឲ្យពួកយើងទៅឡើងឡាននៅសៀមរាបនៅសាលាខេត្តសៀមរាបដើម្បីធ្វើដំណើរទៅរាជធានីភ្នំពេញនៅក្នុងការធ្វើដំណើរនោះដែរគឺយើងជិះឡានក្រុងរួមគ្នាហើយនៅក្នុងការជិះរថយន្តក្រុងពីសៀមរាបទៅភ្នំពេញក៏មានឡាននៅប៉ូលីសដែលគាត់មានសម្លេងសារ៉ែនដើម្បីការពារសុវត្ថិភាពរបស់យើងផងដែរនៅពេលដែលយើងទៅដល់រាជធានីភ្នំពេញពេលនោះគឺពេលរសៀលហើយពួកយើងក៏បានឡើងទៅលើសន្តាគារដើម្បីរៀបចំអីវ៉ាន់ទុកដាក់នៅក្នុងបន្ទប់ហើយបន្ទាប់មកទៀតក្រោយពីងូតទឹកសម្អាតកាយរួចហើយពួកយើងក៏បានទៅចូលរួមកម្មវិធីមួយដែលរៀបចំឡើងដោយអភិបាលខេត្តសៀមរាបកម្មវិធីនោះគឺការជួបជុំសិស្សនិទេស A របស់យើងទាំងអស់នៅក្នុងខេត្តសៀមរាបដើម្បីពិសាអាហារនិងស្ដាប់តន្ត្រីនៅលើ Sky Bar ផងដែរហើយមើលទៅគឺសប្បាយមែនទែនហើយនៅពេលព្រឹកឡើងពួកយើងក៏បានរៀបចំខ្លួនដើម្បីទៅជួបសំណេះសំណាលជាមួយសម្ដេចនាយករដ្ឋមន្ត្រីនៅពេលដែលយើងទៅដល់សាលកម្មវិធីយើងបានឃើញសិស្សជាច្រើនដែលពួកគាត់គឺសុទ្ធសឹងតែជាសិស្សនិទេស A មកពីគ្រប់បណ្ដាខេត្តនៅក្នុងប្រទេសកម្ពុជាហើយក្រៅពីសិស្សនិទេស A ជាច្រើនរូបក៏យើងបានឃើញទាំងអាណាព្យាបាលរបស់សិស្សលោកគ្រូនាយកសាលានិងសមាជិកភាពថ្នាក់ដឹកនាំនៃប្រទេសកម្ពុជាជាច្រើនរូបផងដែរក្រោយពីការសម្ដែងសម្ដាលចប់សម្ដេចនាយករដ្ឋមន្ត្រីគាត់ក៏បានជូនជារង្វាន់ដល់សិស្សនិទេស A ទាំងអស់គ្នាក្នុងនោះគឺមាននៅ tablet មួយហើយនឹងប្រាក់ចំនួន2លានរៀលនៅថ្ងៃទី11ខែមករាឆ្នាំ2025ខ្ញុំបានទៅចូលរួមនៅកម្មវិធីមួយទៀតនៅក្នុងខេត្តសៀមរាបកម្មវិធីនេះរៀបចំដោយរដ្ឋបាលខេត្តសៀមរាបហើយក្រោមអធិបតេយ្យភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចវិជ័យសេនាទីបាញ់កម្មវិធីនេះគឺការចែករង្វាន់ម៉ូតូមួយគ្រឿងជូនដល់សិស្សនិទេស A នៅក្នុងខេត្តសៀមរាបគឺម្នាក់បានមួយគ្រឿងអ្នកបានមួយគ្រឿងទៅគឺវាមានអារម្មណ៍ថាសប្បាយចិត្តមែនទែនព្រោះយើងមិនដែលមានម៉ូតូជិះពីមុនជាងដល់ពេលយើងបានម៉ូតូជិះយើងមានអារម្មណ៍ថាវ៉ាវសប្បាយចិត្តមែនទែនហើយក៏គិតឃើញថាប្រហែលជាលេងបានជិះកង់ទៅរៀនទៀតហើយពេលបានម៉ូតូជិះនៅពេលនោះដែរពួកយើងក៏បានឡើងទទួលនៅលិខិតសរសើរម្នាក់មួយក្នុងនាមជាសិស្សនិទេស A ដែលផ្ដល់ជូនពីរដ្ឋបាលខេត្តសៀមរាបហើយការចែកជូននេះដែរគឺមានវត្តមានរបស់ឯកឧត្តមទីសីហាដែលលោកគឺជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិចែកជូនពួកយើងដោយផ្ទាល់ផងដែរអ្វីដែលពិសេសជាងគេនោះគឺការទទួលបានអាហារូបករណ៍សិក្សានៅថ្នាក់ឧត្តមសិក្សារយៈពេល4ឆ្នាំដោយឥតគិតថ្លៃជាងអាហារូបករណ៍នេះគឺវាមានសារៈសំខាន់មែនទែនសម្រាប់យើងដែលជាសិស្សនៅជនបទមិនមានថវិកាគ្រប់គ្រាន់សម្រាប់បន្តការសិក្សាយើងត្រូវពឹងផ្អែកទាំងស្រុងទៅលើអាហារូបករណ៍ហើយដូចនិយាយអញ្ចឹងថាអាហារូបករណ៍វាជួយយើងច្រើនទាក់ទងជាមួយនឹងការចំណាយថវិកាផ្ទាល់ខ្លួននៅក្នុងការបន្តការសិក្សាដូច្នេះយើងត្រូវតែចាប់យកឱកាសនេះដើម្បីទទួលបានអាហារូបករណ៍សិក្សាទៅថ្នាក់លើបន្តទៅទៀតនៅបន្តអស់ទៀតទេអ្នកទាំងអស់គ្នាការទទួលបាននីតិ A នេះវាផ្ដល់ប្រយោជន៍ជាច្រើនដូចជាការជិះរថយន្ត free ពីក្រុមហ៊ុនវីរៈប៊ុនថាំជាដើមហើយនឹងមានក្រុមហ៊ុនផ្សេងៗទៀតដែលគាត់ផ្ដល់ជាជំនួយឬក៏រង្វាន់ដល់យើងដើម្បីលើកទឹកចិត្តយើងក្នុងនាមជាសិស្សនីតិ A
ហើយមួយវិញទៀតការបង្កើតវីដេអូមួយនេះរបស់ខ្ញុំគឺខ្ញុំមិនមានគោលបំណងដើម្បីអួតអាងថាខ្លួនឯងប្រកែខ្លួនឯងឆ្លាតដែលមានសមត្ថភាពអាចយកនីតិ A បានហើយយកអ្វីដែលខ្លួនឯងទទួលបានមកអួតអាងដល់អ្នកទាំងអស់គ្នានោះទេប៉ុន្តែការធ្វើវីដេអូមួយនេះឡើងសម្រាប់ខ្ញុំគឺដើម្បីជាកាតាលីករមួយជួយជំរុញកម្លាំងចិត្តដល់អ្នកទាំងអស់គ្នាឲ្យខិតខំរៀនសូត្របន្ថែមទៀតដើម្បីឈានចំពោះទៅការនីតិ A ឬក៏នីតិណាមួយដែលអ្នកទាំងអស់គ្នាស្រឡាញ់ចូលចិត្តនិងចង់បានប៉ុន្តែជាទូទៅយើងទាំងអស់គ្នាតែងតែប្រាថ្នាចង់បាននៅនីតិ A ហើយខ្ញុំជឿថាខ្ញុំអាចយកនីតិ A បានអ្នកទាំងអស់គ្នាក៏អាចយកនីតិ A បានដូចគ្នាដែរបើសិនជាអ្នកទាំងអស់គ្នាមានការតស៊ូព្យាយាមក្នុងការរៀនសូត្របន្ថែមទៀតហើយកុំភ្លេចណាថាបាក់ឌុបជាតិមកដល់ហើយបើអ្នកទាំងអស់គ្នានៅតែមិនរវីរវៃខិតខំរៀនសូត្រទេប្រយ័ត្នស្ដាយក្រោយនៅថ្ងៃខាងមុខទៀត